គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាដែលនិយមតាមដានស្ដាប់នៅ podcast របស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលខ្ញុំជឿថាអ្នកទាំងអស់គ្នាបានជួបច្រើនគ្នាហើយក៏មានបញ្ហាដែរតែមិនដឹងដោះស្រាយមិនទេអត់មានដំណោះស្រាយអញ្ចឹងណាបាទគឺបញ្ហា TikTok community របស់ TikTok guideline របស់ TikTok ណាឥឡូវគាត់ឲ្យយើងបង្ហោះអីជារូបភាពក៏ដោយជាសំណេរក៏ដោយបាទជារូបភាពជាសំណេរដែលមិនពាក់ព័ន្ធទៅនឹងviolent បានន័យថាជាការហិង្សាឬក៏ជាការដែលរូបភាពដូចជាមិនសមរម្យណាបាទឬក៏ហិង្សាផ្សេងហ្នឹងมันបានដាក់នៅក្នុងហ្នឹងផងស្រាប់តែ TikTok ចាប់ថាជា violent បាទគាត់ថាជារូបភាពបាទបិទក្របបាទលើមនុស្សដែលមានអបតវហេតុឬមានអីចឹងទៅស្រាប់តែ TikTok បិទបាទដូចខ្ញុំពីវីដេអូហើយការពីព្រឹកមិញហ្នឹងមានការឆេះសាំងមួយនៅស្រុកបៃនុបដោយសារតែកងឡានលួចលក់សាំងរបស់ក្រុមហ៊ុនហើយស្រាប់តែនៅចិត្តកន្លែងដែលបរហូរសាំងហ្នឹងគេអាំងងាវចឹងទៅធ្វើឲ្យមានការឆាប់ឆេះផ្ទុះហើយធ្វើឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សបាទគ្រោះថ្នាក់ដល់បាត់បង់ជីវិតបាទហើយខ្ញុំផុសព័ត៌មានហ្នឹងស្រាប់តែTikTok គាត់បិទខ្ញុំថាខ្ញុំ violent ហើយ warning បងដល់ខ្ញុំថាគេហៅថាជាលើកទី2បាទចិត្តដល់ account ban ហើយនៅសល់មួយទៀត account ban នេះបាទអញ្ចឹងខ្ញុំមិនដឹងថា TikTok គាត់ធ្វើ policy ហ្នឹងហើយក៏យល់ឃើញថាប្រើ AI ហ្នឹងរបៀបម៉េចខ្ញុំអត់ដឹងប៉ុន្តែសម្រាប់ខ្ញុំចង់តវ៉ាខ្ញុំថាមិនគួររដ្ឋបិទដល់ថ្នាក់ហ្នឹងទេបាទមិនគួររដ្ឋបិទក្នុងការគូសឬឃើញអីហ្នឹងទេបាទអញ្ចឹងវាអត់ល្អមើលថាយើងចង់ផ្សាយយើងចង់ឲ្យអ្នកដែលតាមដានយើងគាត់បានដឹងពីដំណឹងនឹងផងបាទវាជាដំណឹងតូចតាចទេទូទៅក្នុង page របស់ខ្ញុំមិនសូវបានបង្ហោះព័ត៌មានក្នុងស្រុកទេពីព្រោះខ្ញុំផ្ដោតសំខាន់ទៅលើព័ត៌មានក្រៅប្រទេសព័ត៌មានសេដ្ឋកិច្ចឬក៏ព័ត៌មានដែលតាក់ទងទៅនឹងស្ថានភាពពិភពលោកបច្ចុប្បន្នបាទអញ្ចឹងបងប្អូនហើយព័ត៌មានដែលខ្ញុំធ្វើហ្នឹងភាគច្រើនគឺគ្មាន violence ទេគ្រាន់តែជា quote ខ្ញុំស្រង់សម្ដីរបស់ប្រធានបតីឬក៏ជនណារូបណាមួយនៅក្នុងសកលលោកហ្នឹងខ្ញុំយក quote ហ្នឹងមកដើម្បីដាក់ផ្សព្វផ្សាយឲ្យបងប្អូនបានដឹងបាទហើយមានប្រភពច្បាស់លាស់ប៉ុន្តែគ្រាន់តែថាខ្ញុំអត់បង្ហាញប្រភពទេព្រោះដោយសារខ្ញុំគ្រាន់តែ quote បើសិនជាខ្ញុំយកព័ត៌មានគេនឹងស្រង់មកហ្មងអាហ្នឹងបានខ្ញុំដាក់ប្រភពបាទហើយអញ្ចឹងទៅព័ត៌មានខ្លះវាមកពីប្រទេសថៃវាមកពីអាមេរិកវាមកពីកាណាដាវាមកពីសហគមន៍អឺរ៉ុបឬក៏វាមកពីរុស្ស៊ីមកពីចិនឬក៏មកពីឥណ្ឌាឬក៏មកពីមជ្ឈមបូព៌ាអញ្ចឹងទៅព័ត៌មានភាគច្រើនអញ្ចឹងនៅក្នុងនោះវាតែតែមានប៉ះពាល់ទៅដល់ការគ្រោះថ្នាក់មហន្តរាយផ្សេងដោយសារតែធ្វេសប្រហែសឬក៏ការប៉ងទុកបាទអញ្ចឹងទៅវាធ្វើឲ្យមានការបាត់បង់ជីវិតអីផ្សេងអញ្ចឹងទៅហើយស្រាប់តែ TikTok ផ្ញើសារមកពឹងហើយអត់មានឲ្យយើងតវ៉ាអត់មានឲ្យយើងនឹងសរសេរ comment អីទៅវិញប្រាប់ថាអាហ្នឹងគឺគ្រាន់តែជាគ្រោះថ្នាក់អីមួយមិនមែនជាអីទេវាបិទអាហ្នឹងហ្មងបាទវាបិទអត់ឲ្យយើងតវ៉ាទៅវាហើយវាថែមទាំងឲ្យយើងត្រូវទទួលយកអ្វីដែលវាធ្វើហ្នឹងអញ្ចឹងបើសិនជានៅតែមានកំហុសបែបហ្នឹងទៀតខ្ញុំគិតថា TikTok ប្រហែលជានៅមិនយូរទេគេនឹង trend ទៅរក YouTube Short ឬក៏ Facebook Reel អីវិញហើយប៉ុន្តែឥឡូវហ្នឹងខ្ញុំឃើញមាន Facebook ឬក៏ Reel បាទ Reel របស់ YouTube ហ្នឹងក៏មានមនុស្សចូលទៅលេងច្រើនដែរក៏ប៉ុន្តែគាត់ថានៅស្រុកយើងគេមិនសូវនិយម YouTube បាទ YouTube គេនិយមដែរនិយមតែស្ដាប់បទវិភាគស្ដាប់កំប្លុកកំប្លែងពីនេះពីនោះឬក៏រឿងភាគអីចឹងទៅគេមើល YouTube ណាស្រុកខ្មែររឿងព័ត៌មានគេមិនសូវមើល YouTube ទេគេមើល TikTok គេមើលអីចឹងទៅហើយចៃដន្យអីអា TikTok ហ្នឹងក៏វាមនុស្សច្រើនដែរបងប្អូនបាទក៏ប៉ុន្តែធ្វើហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សប្បាយចិត្តទេបាទក្នុងនាមខ្ញុំជាប្រព័ន្ធផ្សព្វផ្សាយមួយខ្ញុំអត់សប្បាយចិត្តទៅនឹងអ្វីដែល TikTok ធ្វើសប្តាហ៍ថ្ងៃនេះទេ
បាទអញ្ចឹងណាហើយចំពោះបងប្អូនវិញខ្ញុំចង់សួរដែរថាតើបងប្អូនមានធ្លាប់ជួបរឿងដូចខ្ញុំអត់ខ្ញុំអត់ចូលចិត្តតែប៉ុណ្្នឹងឯងដោយសារតែយើងមកចេញមតិទៅគេអត់ទទួលហើយដល់ពេលយើងបញ្ចេញមតិទៅគេចាប់របស់យើងទុកអាហ្នឹងវាអត់ fair វាធ្វើចេញមកអត់មានគេហៅថាភាពស្មើភាពអត់មានអញ្ចឹងក្រុមហ៊ុនជាអ្នកឈ្នះយើងគឺជាអ្នកចាញ់យើងអត់អាចធ្វើអីបានគេចង់ធ្វើមិនក៏បានបាទអញ្ចឹងអត់កើតទេសូមកែសម្រួលឡើងវិញអញ្ចឹងពីខ្ញុំទៅខ្ញុំសូមនិយាយតែប៉ុណ្្នឹងទេ podcast នេះខ្លីហើយខ្ញុំមិនចង់បញ្ចេញមតិច្រើនលើសហ្នឹងទេហើយក៏ខ្ញុំជឿជាក់ថាហ្នឹងមិនមែនជារឿងរបស់រដ្ឋាភិបាលដែរមិនមែនរឿងរបស់រដ្ឋាភិបាលដែលគាត់រៀបចំទេអត់ទេអាហ្នឹងសូមបងប្អូនឲ្យដឹងគឺអត់ទេព្រោះអានេះជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាប្រព័ន្ធសង្គមឯករាជ្យអត់មានពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលទេប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងរបស់វានៅក្រៅប្រទេសតែប៉ុណ្្នឹងឯងបាទហើយបើអាចខ្ញុំចង់សំណូមពរឲ្យក្រុមហ៊ុន TikTok មកបើក office នៅស្រុកខ្មែរមួយមកដើម្បីជួយដោះស្រាយនៅបញ្ហាអស់ហ្នឹងបាទសំណូមពរគឺត្រូវមាន office មួយដោះស្រាយមិនមែនបង្កើតអាហ្នឹងហើយអត់មាន office អត់មានអីទាំងអស់អញ្ចឹងទេបាទអញ្ចឹងត្រូវទទួលខុសត្រូវទៅលើអ្វីដែលខ្លួនឯងបានបង្កើតហើយនឹងដាក់មកឲ្យគេប្រើហ្នឹងដើម្បីឲ្យគេដោះស្រាយដើម្បីទទួលដោះស្រាយនៅអ្វីដែលគេប្រើបាទអ្វីដែលគេទទួលផលពីយើងហ្នឹងយើងត្រូវតែមានចំណាត់ការឬក៏អីផ្សេងអញ្ចឹងទៅបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនបាទអញ្ចឹងអរគុណចាំជួបគ្នានៅ podcast ក្រោយ